វិជាក្តីសម័យដែលនេះខ្ញុំមានតាំងពីក្មេងមកទី1គឺបំពេញក្តីសម័យដែលខ្លួនឯងតែងតែចង់ធ្វើទី2នឹងបង្កើត design ដោយខ្លួនឯងមួយនៅពេលអនាគតការរៀននៅសាលា VFA គឺមានការជំរុញខ្ពស់ហើយការបង្រៀនមានភាពច្បាស់លាស់ទោះបីជាយើងពុំសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ technical ផ្សេងអ្នកគ្រូតែងតែបង្ហាញច្បាស់តែគាត់តែងតែឲ្យឱកាសកូនសិស្សទាំងអស់ចូលរួមនៅក្នុង project ផ្សេងដើម្បីបង្វឹកនិងបង្ហាញស្នាដៃជំរាបសួរនាងខ្ញុំឈ្មោះឡៃហេងនាងខ្ញុំបានបញ្ចប់ការសិក្សាផ្នែកបច្ចេកទេសនៃការធ្វើពុម្ពបច្ចេកទេសនៃការដេរនិងបច្ចេកទេសនៃការគូសបែប fashion នៅសាលា VFA សម្រាប់បទពិសោធន៍របស់នាងខ្ញុំកន្លងមកគឺបច្ចេកទេសនៃការធ្វើពុម្ពដើម្បីជំនះនៃការលំបាកនិងដើម្បីពង្រឹងខ្លួនឯងនាងខ្ញុំបានព្យាយាមធ្វើលំហាត់ដែលគ្រូដាក់ឲ្យនិងរៀនពីកំហុសដែលយើងបានធ្វើនៅពេលដែលយើងយកពុម្ពទៅដេរជាខោអាវផ្សេង concept ដែលនាងខ្ញុំលើកយកមកធ្វើក្នុង project នេះនាងខ្ញុំបានដកស្រង់ចេញពីសៀវភៅដែលនាងខ្ញុំចូលចិត្តអានក្នុងចំណោមសៀវភៅទាំងអស់មានឈ្មោះថាព្រះអង្គម្ចាស់តូចដែលភាសាអង់គ្លេសហៅថា The Little Prince សៀវភៅនេះត្រូវបាននិពន្ធនិង publish នៅក្នុងឆ្នាំ1943ដោយលោកអង្គតាញ់ហើយនាងខ្ញុំបានលើកយកតែតួអង្គសំខាន់ទាំង5រូបយកមក design នៅក្នុង concept មួយនេះសម្រាប់ project មួយនេះនាងខ្ញុំបានជ្រើសរើសយក concept ចេញពីសៀវភៅរឿងមួយក្បាលដែលមានឈ្មោះថាព្រះអង្គម្ចាស់តូចដែលជាភាសាអង់គ្លេសយើងហៅថា The Little Prince នៅក្នុងសាច់រឿងមួយនេះមានចំណុចសំខាន់ដែលនាងខ្ញុំលើកយកមកគឺសំដៅនៅលើក្តីស្រឡាញ់និងភាពស្រស់ស្អាតដែលយើងមិនអាចមើលតែត្រឹមខ្សែភ្នែកតែយើងប្រើបេះដូងយកមកមើលអញ្ចឹងនៅក្នុងសាច់រឿងមួយនេះត្រូវបាននិពន្ធដោយលោកអង្គតាញ់នៅក្នុងឆ្នាំ1943ហើយតួអង្គទាំងអស់នាងខ្ញុំបានរើសយកតែតួអង្គសំខាន់5រូបយកមកច្នៃក្នុង concept នេះសម្រាប់ collection មួយនេះដោយសារជាចំណង់ចំណូលចិត្តរបស់ខ្ញុំផ្ទាល់ខ្ញុំគិតថាសម្រាប់អ្នកដែលចូលចិត្តភាពងាយស្រួលហើយ enjoy នៅពេលដែលគាត់ស្លៀកពាក់ហ្នឹងគឺគាត់មានភាពសប្បាយរីករាយហើយមានភាពជាខ្លួនឯងវិជាក្តីសម័យដែលនេះខ្ញុំមានតាំងពីក្មេងមកទី1គឺបំពេញក្តីសម័យដែលខ្លួនឯងតែងតែចង់ធ្វើទី2នឹងបង្កើត design ដោយខ្លួនឯងមួយនៅពេលអនាគតសម្រាប់បទពិសោធន៍របស់នាងខ្ញុំផ្ទាល់ការរៀននៅសាលា VFA គឺមានការជំរុញខ្ពស់ហើយការបង្រៀនមានភាពច្បាស់លាស់ទោះបីជាយើងពុំសូវមានពេលវេលាគ្រប់គ្រាន់ហើយសម្រាប់ technical ផ្សេងអ្នកគ្រូតែងតែបង្ហាញច្បាស់ហើយតែគាត់តែងតែឲ្យឱកាសកូនសិស្សទាំងអស់ចូលរួមនៅក្នុង project ផ្សេងដើម្បីបង្វឹកនិងបង្ហាញស្នាដៃអរគុណជំរាបលា